វីដេអូនេះខ្ញុំធ្វើផ្ញើជូនមនុស្សដែលគាត់គិតខ្លីដែលគាត់ depression ដែលគាត់ចង់និយាយថាមនុស្សសម្រាប់ខ្លួនបានមានតែមនុស្សអស់សង្ឃឹមទេមនុស្សមានសំណួរតែអត់ចម្លើយណាគាត់មានអារម្មណ៍ថាដោយពិភពលោកនេះគាត់ទូលមេឃម្នាក់ឯងធ្ងន់ម្នាក់ឯងរស់នៅតែម្នាក់ឯងទាំងនៅក្នុងគ្រួសារគាត់មានមនុស្ស8 9នាក់តែគាត់ introvert ដូចជាមនុស្សគាត់អស់សង្ឃឹមថាមានលើលោកនេះមានតែម្នាក់ឯងនៅហើយមានតែសំណួរដែលអត់ចម្លើយអានឹងគេហៅថាមនុស្សគាត់ដើរផ្លូវតច្រកងឹតតឹង3ទិសហើយហ្នឹងអញ្ចឹងផ្ញើជូនមនុស្សដែលចង់ស្លាប់អញ្ចឹងមុននឹងចង់ស្លាប់ស្ដាប់ផល្លា2 3ម៉ាត់សិនទៅដោយសារមានច្រើនបណ្ដាំមុនស្លាប់ទៅមានបណ្ដាំផ្ញើសារផ្ញើអីទុកឲ្យគេមើលអញ្ចឹងណាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយណាថាមានរូបមានទុកអញ្ចឹងអ្នកណាក៏មានរូបមានទុកដែរណាប៉ុន្តែព្រះសម្មាសម្ពុទ្ធហាមដាច់ខាតមិនឲ្យសម្រាប់ខ្លួនទេណាកាលណាយើងសម្រាប់ខ្លួនយើងនឹងធ្លាក់ទៅអនន្តរិយកម្មនៅរស់10ជាន់ដល់អាយុប៉ុណ្ណឹងសម្រាប់ខ្លួនទៀតអញ្ចឹងបើអ្នកកាន់សាសនាពុទ្ធមកវចនាជាតិបងដឹងហើយណាអត់អាចធ្វើអញ្ចឹងបានទេខ្ញុំលើកទឹកចិត្តណាបញ្ហាមនុស្សអ្នកសាងបញ្ហាមនុស្សអ្នកបង្កើតណាអញ្ចឹងយើងជាអ្នកបង្កើតយើងជាអ្នកចងយើងត្រូវជាអ្នកស្រាយយើងត្រូវតែចេះស្រាយបញ្ហាណាអញ្ចឹងបញ្ហាមនុស្សជាអ្នកចងបញ្ហាក៏មនុស្សជាអ្នកដោះស្រាយដែរយើងដោះស្រាយបានតាណាតែយើងមិនទទួលស្គាល់ការពិតណាតែយើងមិនប្រឈរនៅការពិតទទួលស្គាល់ការពិតទៅថារឿងហ្នឹងវាកន្លងហួសហើយទទួលស្គាល់ការពិតទៅថាវិបត្តិសេដ្ឋកិច្ចវាជាសកលមិនមែនរត់បានតែយើងទេមិនមែនមានបណតែយើងទេសឹងតែគ្រប់គ្នាសេដ្ឋីគេអុកញ៉ាគេនៅមានបណហើយយើងគ្រាន់តែមានរឿងប៉ុណ្ណឹងយើងទៅ depression តបប្រមាលតបធោណាចង់សម្រាប់ខ្លួនឯងរឿងនេះគឺរឿងតែយើងយល់ខុសហើយសាររូបរាងកាយមួយនេះគ្រាន់តែជាសម្បកទេអញ្ចឹងយើងធ្វើបាបរូបរាងកាយយើងមែនហើយសង្ឃឹមថាពេលយើងស្លាប់ទៅបញ្ហានឹងទុកសោកទាំងឡាយវាអស់មែនអត់អស់ទេសុំស្ដាប់កន្លែងនឹងសិនបញ្ហានៅតែបញ្ហាចំណងនៅតែចងយើងអត់បានស្រាយផងហ្នឹងហ្នឹងណាអញ្ចឹងមិនមែនឲ្យតែយើងស្លាប់ទៅផុតទុកផុតសោកផុតរឿងទាំងឡាយដែលយើងបង្កើតបំណុលទុកឲ្យកូនចៅយើងដោះស្រាយនេះយើងទុករឿងមិនល្អនៅលើផែនដីមួយនេះទុកឲ្យកូនចៅយើងជាប់ពីគេនេះហើយអញ្ចឹងយើងដាច់ចិត្តដែរអញ្ចឹងខ្ញុំលើកទឹកចិត្តទៅទាំងអស់គ្នារឿងអីក៏ដោយក៏ត្រូវតែមានដំណោះស្រាយដែរណារឿងអីក៏ដោយក៏យើងអាចដោះស្រាយចាញ់ណាតែយើងមិនព្រមទទួលស្គាល់ការពិតអញ្ចឹងព្រមទៅរកឫសគល់នៃទុករបស់យើងទៅថាបំណុលនឹងកើតចេញពីអីថារឿងនឹងទុករបស់យើងនឹងមានរឿងអីកើតចេញពីអីយើងអ្នកសាងឬក៏គេនាំមកឲ្យយើងទុកខ្លះគឺរបស់គេទេណាតែយើងចេះតែរើដាក់ខ្លួនឯងយើងបដិសេធកុំទទួលយកណាបើសិនជាអ្នកខ្លះយកទុកមកឲ្យយើងបដិសេធទៅយើងចេះរៀនតែកហាងការខ្លះទៅកុំទទួលយកសម្ដីគេកុំឲ្យសម្ដីគេមានធម៌ពលលើផ្លូវចិត្តយើងទៅយើងអត់មានទុកទេឬមួយក៏យើងអ្នកបង្កើតបើយើងអ្នកបង្កើតយើងត្រូវតែទទួលខុសត្រូវណាអានេះជាសារពីផល្លាទៅអញ្ចឹងសរុបជារួមមកបញ្ហាយើងមនុស្សជាអ្នកបង្កើតអញ្ចឹងបញ្ហាមនុស្សក៏ត្រូវតែជាអ្នកដោះស្រាយទៅវិញដែរហើយបើសិនជាខួរក្បាលយើង1គីឡូ2ខាំនេះវាមានដែនកំណត់វាមានលីមីតរបស់វារឿងខ្លះអ្នកខ្លះគាត់ដោះអត់ចាញ់ទេពេលគាត់ងឹតទាំង3ទិសអញ្ចឹងកុំខ្លាចខ្លួនឯងអន់កុំខ្លាចខ្លួនឯងថោកសុំជំនួយពីអ្នកដទៃដែលមានចំណេះដឹងដែលខួរក្បាលគាត់ទលំទលាយណា